ចំណងជើងរឿងស្លាបព្រាវែងនិងឋានសួគ៌ឋានរកមានបុរសម្នាក់ចង់ដឹងពីភាពខុសគ្នាវាងឋានរកនិងឋានសួគ៌ទេវតាក៏បាននាំគាត់ទៅមើលកន្លែងទាំងពីរដំបូងពួកគេបានទៅដល់ឋានរកនៅទីនោះមានតុអាហារដ៏ធំមួយពោពេញដោយម្ហូបឆ្ងាញ់ជាច្រើនមនុស្សគ្រប់គ្នាអង្គុយជុំវិញតុប៉ុន្តែពួកគេមើលទៅស្គមស្កាំងស្រែកឃ្លាននិងយំសោកយ៉ាងខ្លាំងមូលហេតុគឺដោយសារដៃរបស់ពួកគេម្នាក់ត្រូវបានចងភ្ជាប់ទៅនឹងស្លាបព្រាដ៏វែងបំផុតដែលវែងជាងដៃរបស់ពួកគេទៅទៀតទោះបីជាពួកគេខំប្រឹងដួសម្ហូបយ៉ាងណាក៏ដោយក៏ពួកគេមិនអាចយកស្លាបព្រានោះមកដាក់ក្នុងមាត់ខ្លួនឯងបានឡើយម្នាក់ខំដណ្ដើមគ្នាដួសដាក់មាត់រៀងខ្លួនរហូតដល់កំពុកអស់និងឆ្លោះប្រកែកគ្នាបន្ទាប់មកពួកគេបានទៅដល់ឋានសួគ៌បុរសនោះមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលឃើញទិដ្ឋភាពដូចគ្នាបេះបិទតុអាហារដែលម្ហូបដែរនិងស្លាបព្រាដ៏វែងដែរប៉ុន្តែនៅទីនេះមនុស្សគ្រប់គ្នាមានសាច់ឈាមស្រស់ថ្លាសើចសប្បាយនិងមានក្តីសុខបំផុតបុរសនោះក៏សួរថាហេតុអ្វីបានជាទីនេះខុសគ្នាទេវតាឆ្លើយថាវាសាមញ្ញណាស់នៅទីនេះមនុស្សគ្រប់គ្នាបានរៀនចេះបញ្ចុកគ្នាទៅវិញទៅមកពួកគេមិនខ្វល់ពីការដាក់ម្ហូបចូលមាត់ខ្លួនឯងឡើយប៉ុន្តែពួកគេប្រើស្លាបព្រាវែងនោះដើម្បីដួសម្ហូបទៅបញ្ចុកអ្នកដែលអង្គុយនៅម្ខាងទៀតនៃតុមេរៀននៃរឿងសុភមង្គលមិនមែនកើតចេញពីការគិតតែប្រយោជន៍ផ្ទាល់ខ្លួនឡើយនៅពេលយើងគិតតែពីខ្លួនឯងពិភពលោកនឹងក្លាយជាឋានរកប៉ុន្តែនៅពេលយើងចាប់ដើមចេះជួយនិងចែករំលែកដល់អ្នកដទៃនោះយើងនឹងរកឃើញឋានសួគ៌នៅក្នុងជីវិតពិតចំណុចសម្រាប់វិភាគស្លាបព្រាវែងតំណាងឲ្យឧបសគ្គក្នុងជីវិតឬលក្ខខណ្ឌដែលយើងមិនអាចផ្លាស់ប្ដូរបានឋានរកជានិមិត្តរូបនៃភាពអាត្មានិយម selfishness ដែលនាំមកនូវការឈឺចាប់ឋានសួគ៌តំណាងឲ្យស្មារតីសហការ collaboration និងការអាណិតអាសូរ empathy ការបញ្ចុកគ្នាតើការជួយអ្នកដទៃឲ្យជោគជ័យផ្ដល់ផលត្រឡប់មកវិញដល់យើងយ៉ាងដូចម្តេចខ្លះ